Hello សួស្តីទាំងអស់គ្នាថ្ងៃនេះយើងមានមក brand ទៀតហើយដែលយើងចង់យកមកណែនាំជូនអ្នកទាំងអស់គ្នាហើយ brand នេះគឺជា brand របស់ Thagshark ដែល code របស់វានោះគឺ X3 សម្រាប់ម៉ានេះដែរទាំងអស់គ្នាអាចយកទៅធ្វើការផងឬមួយក៏លេងហ្គេមផងបានដូចគ្នាអញ្ចឹងយើងនឹងមកដឹងពី spec របស់ម៉ានេះបន្តិចម៉ានេះដែរគឺទម្ងន់របស់វានោះគឺត្រឹមតែ49ក្រាមតែប៉ុណ្ណោះគឺវាតូចល្មមងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃខ្លាំងមែនតើហើយបើចំពោះ DPI វិញគឺមាន DPI រហូតដល់26000 DPI 1K polling rate ប្រើប្រាស់ជាមួយនឹង sensor port PixArt 3395ចំពោះម៉ានេះដែរគឺខាងពួកយើងមាន6ពណ៌នៅក្នុង stock ដូចទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយបើនិយាយពី connection វិញម៉ានេះមានរហូតដល់3 connection ណោះមាន Bluetooth USB wireless ហើយនឹងចុងក្រោយគេនោះគឺខ្សែ Type C បើសម្រាប់ថ្មរបស់ម៉ានេះវិញម៉ានេះដែរគឺមានថ្មកាន់បានរហូតដល់200ម៉ោងណោះគឺវាយូរខ្លាំងមែនតើក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃបើសម្រាប់ការ design របស់ម៉ានេះវិញគឺគេ design មកគឺវាទូចល្មមងាយស្រួលក្នុងការប្រើប្រាស់នៅពេលដែលយើងកាន់ទៅគឺវាពេញដៃខ្ញុំចង់ឲ្យអ្នកនរគ្នាមើលចំណែកនៅផ្នែកខាងក្រៅរបស់ Mac នេះវិញគឺគេ design មកដែលភ្ជាប់មកជាមួយនឹងប៊ូតុងដែលកំណត់ទៅលើ connection ហើយក៏អាចរំលងបានដែរដែលគេ design មកដែលភ្ជាប់មកជាមួយនឹង USB wireless នៅផ្នែកខាងក្រៅរបស់ Mac តែម្ដងអញ្ចឹងខ្ញុំមកដកឲ្យអ្នកនរគ្នាមើលនេះគឺជាដុំ USB wireless ដែលគេ design មកភ្ជាប់មកជាមួយនឹងក្រៅពី Mac ទាំងអស់គ្នានឹងទទួលបាននៅ accessory មួយចំនួនដូចជាខ្សែ Type C ចំនួន1 extra skate ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរហើយដែលខ្ញុំឆ្លាញ់ពី Mac មួយ model ខាងមុខនេះគឺការ design របស់វានិង spec របស់វាគឺវាស័ក្តិសមខ្លាំងមែនតើចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ជាប្រចាំថ្ងៃមិនថាធ្វើការនិងលេងហ្គេមផងហើយបើនិយាយពីការ design របស់គេវិញគឺមានច្រើនពណ៌ខ្លាំងមែនតើងាយស្រួលសម្រាប់ខ្ញុំក្នុងការជ្រើសរើសចំពោះ Mac មួយ model នេះដែរខាងពួកយើងក៏មាន warranty ជូនអ្នកទាំងអស់គ្នាដែរពីមួយអាទិត្យរហូតដល់1ឆ្នាំហើយបើនិយាយពីតម្លៃវិញត្រឹមតែ$34តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ